សូមស្វាគមន៍បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅស្ដាប់រឿងនិទានព្រេងខ្មែរដែលរន្ធត់និងមានចំណងជើងថាខ្មោចលងពេលទៅចងសន្ទូចរឿងនេះជារឿងដែលខ្ញុំបានឮតាំងពីតូចហើយរាល់ដងដែលនឹកឃើញគឺនៅតែព្រឺសម្បុរដដែលតោះកុំឲ្យខាត់ពេលយូរយើងទៅស្ដាប់ទាំងអស់គ្នាកាលពីព្រេងនេះមានភូមិមួយនៅទីដាច់ស្រយាលឆ្ងាយពីជនបទភូមិនោះសម្បូរទៅដោយព្រៃព្រឹក្សានិងវាលស្រែធំល្វឹងល្វើយប្រជាជនភាគច្រើនរស់នៅទីនោះប្រកបរបរជាអ្នកនេសាទនិងធ្វើស្រែចម្ការក្នុងចំណោមអ្នកភូមិនោះក៏មានបុរសវ័យក្មេងចំនួន2នាក់ដែលជាមិត្តសម្លាញ់នឹងគ្នាទី1ឈ្មោះហៅថាអាទឿទី2ឈ្មោះហៅថាអាធំពួកគេទាំងពីរតែងតែទៅនេសាទជាមួយគ្នាជានិច្ចនាយទឿនិយាយថាធំយប់នេះតើឯងចង់ទៅចូលសន្ទូចដែរទេឃើញថាកាសទៀលល្អណាស់ទំនងជាបានកែចានហើយមើលទៅចំណែកឯនាយធំវិញតានេះចង់ទៅណាតែជុំនេះនេះគឺថាទៅកន្លែងเอาឆ្ងាយបន្តិចទៅកែលោបានថៃធំពួកគេទាំងពីររៀបចំឧបករណ៍នេសាទដូចជាសន្ទូចទ្រុងដាក់ត្រីលបដាក់ត្រីនិងនុយរួចរាល់លុះដល់យប់ជ្រៅបន្តិចគេក៏នាំគ្នាដើរចេញពីផ្ទះសំដៅទៅកាន់បឹងធំមួយដែលនៅឆ្ងាយពីភូមិប្រមាណជាង5គីឡូម៉ែត្រនាយទឿនិយាយថាធំអើយផ្លូវនេះរៀងស្ងាត់បន្តិចណាស់សូម្បីតែកណ្ដូមយំមួយក៏គ្មានផងធំចំណែកឯនាយធំដឹងហើយតែចាំតែលើនឹងទេលើផ្សេងនេះមិនចាន់ឡាយសូមអែងគុំបាត់ថាមិនទឿពេលទៅដល់បឹងធំនាយធំនិងនាយទឿក៏ចាប់ផ្ដើមចងសន្ទូចរៀងខ្លួនយប់កាន់តែជ្រៅខ្យល់បក់ក៏ចាប់ផ្ដើមកាន់តែខ្លាំងនាយធំចាប់ផ្ដើមនិយាយទៅរកនាយទឿថាទឿខ្យល់ខ្លាំងណាស់ហួយលោកជាព្រឺខ្លួនណាស់មិនទេដឹងចំណែកឯនាយទឿវិញគ្នាទៅដូចនឹងដែរមានអារម្មណ៍ថាដូចជាព្រឺសម្បល់ណាស់មើលទៅព្រៃខាងក្រោយដូចជាមិនសូវទំនងសោះធំភ្លាមនោះពួកគេក៏ឮសូរសំឡេងខ្សឹបរអ៊ូពីក្រោយខ្នងរបស់ពួកគេដូចជាសំឡេងមនុស្សស្រីនាយធំខ្សឹបទឿអើលឺអីសំឡេងអីហ្នឹងចំណែកនាយទឿវិញនិយាយខ្សឹបដែរលឺតាលឺច្បាស់ណាស់ដូចជាសំឡេងស្រីយំអញ្ចឹងពួកគេទាំងពីរក៏ចាប់ផ្ដើមភ័យខ្លាចសំឡេងនោះក៏កាន់តែឮខ្លាំងទៅហើយហាក់ដូចជាកំពុងតែដើរមករកពួកគេអញ្ចឹងនាយធំនិយាយទាំងញ័រមាត់ថាទឿក្លិនស្អុយអីជាហ្នឹងលោកជាក្លិនសាសអញ្ចឹងចំណែកឯនាយទឿវិញនិយាយញ័រមាត់តែម្ដងមែនហើយធំនេះក៏ធំព្រិនដែរនេះប្រយ័ត្នសួរដែរហើយមើលទៅខ្មោចស្រីវិញឮសូរសំឡេងខ្សឹបដែលខ្មោចស្រីនិយាយអាទីអាធំពួកគេទាំងពីរព្រឺសម្បុរខ្ញាក់ពេលឮសំឡេងនោះហៅឈ្មោះរបស់ពួកគេនាយធំស្រែកតិចទឿរត់ទៅហើយរត់ទៅច
ចំណែកឯនាទឿវិញក៏ស្រែកតិចតិចដែរថា anh cũng bung ở thay ta ពួកគេទាំងពីរក៏រត់យ៉ាងលឿនសំបីតែក្រោយក៏មិនងាកដែរចំណែកឯសំឡេងខ្សឹបខ្សៀវនោះក៏ទៅតាមបន្លាចពួកគេដដែលនាទឿនិយាយ hot nào ơi Thông anh đùa lên với chuối bông ចំណែកនាយធំវិញ Hát tôi đã khởi lên tới Không lại dùng cho nó rồi thôi mày សំឡេងខ្មោចស្រីសើចក្អាកក្អាយយឺតព្រឺព្រួចសើច 哈哈哈哈！哎呦，我的哪，我的哪，我们跑比赢的。 ពេលនោះពួកគេក៏ឮសូរសំឡេងសើចក្អាកក្អាយដ៏ព្រឺព្រួចរបស់ខ្មោចស្រីនោះដែរពួកគេកាន់តែឮខ្លាំងឡើងនាយធំនិយាយនឹងស្រែកឮថា Mày ơi, rồi con phong cứ mau ơi ចំណែកឯនាយទឿវិញស្រែកខ្លាំងដូចគ្នាថា không mau lộ ai rất ពួកគេទាំងពីរក៏រត់ដួលផងលូនផងក្រាបផងឡើងអស់កម្លាំងពេលនោះពួកគេក៏បានរត់ទៅដល់ភូមិហើយឆ្កែអ្នកភូមិក៏ចាប់ផ្ដើមព្រុសរហឹងអឹងកងពេលដែលឆ្កែព្រុសកាន់តែខ្លាំងសំឡេងសើចរបស់ខ្មោចនោះក៏បានបាត់ទៅវិញបន្តិចម្ដងឯងនាយធំនិយាយទាំងដកដង្ហើមមិនចង់ដល់គ្នា Ui, xôm nạn à នាយទឿនិយាយឡើងញ័រមាត់ trùng bà sân thì admin sẽ trục thì bà hai thì anh slap hai Thông ơi hot lần nó ចាប់តាំងពីពេលនោះមកនាយធំនិងនាយទឿលែងហ៊ានទៅចងសន្ទូចនៅក្បែរទីកន្លែងដាច់ស្រយាលនោះទៀតឡើងរឿងរ៉ាវរបស់ពួកគេទាំងពីរក៏បានក្លាយទៅជារឿងនិទានប្រចាំភូមិដើម្បីដាស់តឿនអ្នកភូមិផ្សេងទៀតឲ្យមានការប្រុងប្រយ័ត្នពេលធ្វើដំណើរទៅកន្លែងស្ងាត់នៅពេលយប់ហើយនេះជារឿងខ្មោចលងពេលទៅចងសន្ទូចដែលខ្ញុំចង់ចែករំលែកទៅបងប្អូនទាំងអស់គ្នាតើបងប្អូនយល់យ៉ាងណាចំពោះរឿងនេះហើយបងប្អូនមានអារម្មណ៍ព្រឺព្រួចដូចខ្ញុំដែរទេ បើបងប្អូនមានបទពិសោធន៍ស្រដៀងគ្នានេះកុំភ្លេចចែករំលែកឲ្យខ្ញុំស្ដាប់ផងណាសូមអរគុណ